មានពេលងងឹតមានពេលភ្លឺនៅក្នុងមួយថ្ងៃជីវិតមនុស្សយើងនឹងជួបស្ថានភាពនៃអារម្មណ៍ធ្លាក់ចុះគឺថាគំនិតចុកគាំងគិតអ្វីលែងចេញបាត់បង់ភាពសប្បាយរីករាយលែងមានចិត្តចង់ធ្វើអ្វីទាំងអស់ព្រោះមានអារម្មណ៍ថាហត់នឿយទោះបីជាមានការងារត្រូវធ្វើក៏ដោយក៏មិនរវល់ទៅធ្វើវាដែរការពិតនៃជីវិតរមែងមានពេលវេលាងងឹតនិងមានពេលភ្លឺហើយការនៃពេលវេលាទាំងពីរនេះសុទ្ធតែជាគ្រូបង្រៀនមេរៀនជីវិតដ៏ល្អដល់យើងជានិច្ចគ្រាន់តែពេលខ្លះយើងមិនបានចូលវាមកគិតទៅចំណុចសំខាន់ការពីអតីតកាលក៏ដូចជាពេលបច្ចុប្បន្ននេះផងដែរត្រូវរលាយសូន្យទៅដោយអំបិលទៅទឹកព្រោះតែយើងមើលរំលងមេរៀនជីវិតនេះដោយសារចិត្តយើងជាប់រវល់គិតពីអ្វីដែលយើងគ្មានហើយក៏កំពុងតែធុញថប់ដែលរស់នៅក្នុងជីវិតដែលខ្លួនឯងមិនចង់បានកាលនៃពេលវេលាហាក់បញ្ជាក់ប្រាប់យើងពីដំណោះស្រាយនៃបញ្ហាក្នុងជីវិតច្រើនណាស់ប៉ុន្តែដោយសារតែយើងមិនបានយកចិត្តទុកដាក់ទើបជីវិតយើងត្រូវជួបនឹងរឿងដដែលចេញមិនរួចរហូតដល់រួមរត់ចិត្តគិតចង់កាត់ផ្តាច់ខ្សែចំណងដែលចងជីវិតនោះចោលតែម្ដងមានហេតុទើបមានផលបើសិនហេតុមិនទាន់គ្រប់គ្រាន់លទ្ធផលក៏មិនទាន់ចេញជារូបរាងបានដែរដូច្នេះកុំមើលអ្វីត្រឹមតែមួយជ្រុងគួរតែមើលទៅគ្រប់ជ្រុងនៃជីវិតព្រោះគ្រប់យ៉ាងតែងតែមានភាពស្រស់ស្អាតរបស់វាទាំងអស់មែនទែនទៅទោះបីយើងស្ថិតក្នុងស្ថានភាពអាក្រក់យ៉ាងណាឬក៏ល្អប៉ុណ្ណាក៏ដោយក៏វារមែងតែមានបង្កប់រឿងល្អនៅពីក្រោយរឿងអាក្រក់ហើយវាតែងតែបង្កប់រឿងអាក្រក់នៅពីក្រោយរឿងល្អក៏មានដែរជំរើសជីវិតជារបស់យើងកុំប្រកល់ជីវិតរបស់យើងទៅឲ្យអារម្មណ៍របស់យើងជាអ្នកគ្រប់គ្រងរឹតតែមិនគួរបណ្ដោយឲ្យអ្នកដទៃមកកំណត់ដំណើរជីវិតយើងបានឡើយ